សួស្តីបងប្អូនទាំងអស់គ្នាខ្ញុំបង្ហាញពីរបៀបធ្វើជាប៉ែវផ្អែមណាឲ្យឆ្ងាញ់ទុកបានយូរសម្រាប់ញ៉ាំជាមួយបបរឆាញ៉ាំជាមួយពងឆាមួយពងទេស្រួយឆ្ងាញ់ទុកបានយូរតោះយើងទៅមើលពីរបៀបធ្វើញ៉ាំទាំងអស់គ្នាឆេថាវយើងយកឆេថាវ2ចិត្តឲ្យលាងទឹកឲ្យស្អាតកាត់ដុំតូចរួចយើងកាត់ជាដុំណាឆេថាវ1គីឡូរួចយើងមានអំបិលតបមកយើងប្រឡាក់អំបិលណារួចយើងច្បាច់នឹងឲ្យអំបិលឆេថាវហ្នឹងចេញទឹកបន្តិចច្បាច់អំបិលគ្របទុកមកយកទុកមកយកតបមកចាប់ផ្ដើមទន់ចូលទឹកតបមកស្រង់រៀបចំដាក់ហាលដាក់ហាលថ្ងៃឲ្យស្រពាប់ថ្ងៃល្អស្រពាប់លឿនស្ករត្នោតផែនចំនួន100 ក្រាម1ខាំដាក់កូឲ្យក្រហមកូរចិត្តដល់ដូរពណ៌អញ្ចឹងយើងបន្ថយភ្លើងតិចកូរឲ្យជើងក្រងឲ្យក្រហមឃើញក្រហមល្មម កូរបានក្រហមល្មមតមកយើងចាក់ទឹកចូលបន្តិចងាស់ឲ្យស្ករទឹករលាយចូលងាស់ស្ករទឹកហ្នឹងឲ្យរលាយឲ្យដាច់កុំឲ្យមានជាតិស្ករនិយាយយើងបិទភ្លើងទុកឲ្យត្រជាក់ឆេថាវហាលជើងហាល 3-4 ម៉ោងបានស្រពាប់ណាប្រមូលដាក់នឹងកូនចាន់ដែកមួយទឹកស្ករទុកឲ្យត្រជាក់យកមកប្រឡាក់ជាមួយឆេថាវទឹកស្ករយើងដាក់កុំអស់ដាក់ពាក់កណ្ដាលបានហើយពេលនេះយើងប្រឡាក់ច្បល់ឲ្យសព្វច្បល់ជាមួយទឹកស្ករឲ្យសព្វយើងទុកមកយកតាពីយើងប្រឡាក់ស្ករទុកមកយកតបមកយើងរៀបដាក់ហាលម្ដងទៀតរៀបដាក់ហាលយើងដាក់ហាលថ្ងៃបើថ្ងៃល្អយើងហាល 3-4-5 ម៉ោងទឹកស្ករយើងសល់ពាក់កណ្ដាលទឹកស្ករលើកទី1ដែលយើងលេងប្រឡាក់ឆេថាវសល់ពាក់កណ្ដាលយើងរំងាស់ឲ្យពុះ
រំងាស់ឲ្យពុះម្ដងទៀតទឹកចេះថាដែលយើងប្រឡាក់ស្ករសល់ពីល្ងាចមិញណាយើងចាក់ចូលនឹងទឹកស្ករលើកទី2ដែលយើងងាស់ហ្នឹងសល់យើងដាក់លេងចូលគ្នាហើយយើងដាំឲ្យពុះហើយយើងបិទភ្លើងទុកឲ្យត្រជាក់ប្រឡាក់លើកទី2បន្ទាប់មកយើងចាក់ទុកឲ្យបិទភ្លើងណាយើងចាក់ស្រាស40ដឺក្រេទុកឲ្យត្រជាក់ដាក់ស្រាសមួយស្ប្រេកាហ្វេយើងកូរប្រឡាក់លើកទី2កុំឲ្យឆេពៅយើងដុះផ្សិតតបទី5ទី2ម៉ោងប្រមូលដាក់ប្រឡាក់ស្ករលើកទី2តបមកយើងចាក់ទឹកស្ករដែលលើកទី2ខ្ញុំដាក់កូនដាក់ស្រា40ដឺក្រេដើម្បីកុំឲ្យដុះផ្សិតច្បល់ត្រឡប់ចុះត្រឡប់ឡើងឲ្យចូលត្រឡប់ឡើងឲ្យចូលជាតិស្ករសពបន្ទាប់មកយើងគ្របទុកមួយយប់ចេះថាដែលខ្ញុំប្រឡាក់ទឹកស្ករយប់ទី2តបមកយើងច្របាច់ឲ្យចូលទឹកស្ករឲ្យឡើងក្រហមចម្រោះរៀបចំដាក់ហាលឲ្យស្រស់ទឹកវិធីធ្វើរបៀបដែលខ្ញុំបង្ហាញណាចេះថាឲ្យស្រួយហើយឈ្ងុយល្អអត់ដុះផ្សិតមានយើងដាក់ចូលកែវស្ងួតល្អហើយអត់ដុះផ្សិតទេដាក់ហាលថ្ងៃរយៈពេល 4-5 ម៉ោងឲ្យស្រស់ទឹកល្អខ្ញុំហាល 3-4-5 ម៉ោងស្វិតល្មមហាលឲ្យស្ងួតអញ្ចឹងយើងដាក់ក្នុងកែវទុកបានយូរអត់ដុះផ្សិតទេណាទុកញ៉ាំបាន1ឆ្នាំយើងមិនដាក់ក្នុងទូត្រជាក់អីយើងដាក់ខាងក្រៅដាក់ក្នុងកែវទៅទុក2ថ្ងៃឲ្យងុំដើម្បីឲ្យបាត់ហាងឆ្ងាញ់ញ៉ាំឆ្ងាញ់ណាយើងរៀបចំដាក់កែវទុកទុកពី3ថ្ងៃយើងញ៉ាំបានទុកបាន10ថ្ងៃឬ1ខែកាន់តែងុំឈ្ងុយយើងធ្វើភ្លាមពី3ថ្ងៃយើងញ៉ាំអត់សូវងុំទេអត់សូវឈ្ងុយទេទុកបានដាក់ខាងក្រៅយើងទុកបានយូរខែអត់ដុះផ្សិតទេយើងហាលស្ងួតល្អណាយើងដាក់ទុកនៅជ្រុងមួយនេះឆ្ពៅផ្អែមឆ្ពៅប្រៃសម្រាប់ទុកធ្វើកាទៀវធ្វើបបរណាំងៅមួយឆ្នាំធ្វើមួយកែវសម្រាប់ស្ងោរណាំងៅពងមាន់ប្រៃយើងធ្វើខ្លួនឯងបានស្អាតញ៉ាំបោមួយជាពៅផ្អែមខ្ញុំច្របាច់គុជឆ្មាទៅហើយដាក់ខ្ទឹមដាក់ម្ទេសទៅជូរអែមឆ្ងាញ់ពងទាចៀនជាមួយជាពៅផ្អែម
នេះញ៉ាំបមួយបសឆ្ងាញ់ណាស្រួយច្រប់ត្រីស្លូញត្រីងៀតអរគុណបងប្អូនដែលបងប្អូនតាមដានវីដេអូរបៀបធ្វើជាពៅផ្អែមខ្ញុំណាឲ្យបានឆ្ងាញ់សុខភាពល្អសូមជួយ share ជួយ like អ្នកមួយផងតាមដានវីដេអូថ្មីទៀតលាហើយជួបគ្នាលើក្រោយទៀតនៅវីដេអូថ្មី